ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំទៅខាងអរិយស័ព្ទហើយឥឡូវនេះខ្ញុំកំពុងទៅនៅតាមផ្លូវធ្វើដំណើរទៅកាន់ទុកដដើម្បីឆ្លងទៅកាន់ក្រុងអរិយស័ព្ទបងទៅអរិយស័ព្ទមួយម្នាក់មែនបងអត់មួយឡានមែនបាទអ្នកដោ50000អានេះកោះពេជ្រព្រឹកឡើងមានគេដើរហាត់ប្រាណមានគេអីហើយសម្រាប់នៅខាងនោះវិញអាគារខ្ពស់ហ្នឹងគឺសិតតែខុនដូថ្មីជាមួយនឹងអានោះដែលការវើលពីមុនកន្លែងដែលខ្ញុំកំពុងទៅនៅនេះគឺកប៉ាល់នាការក៏ប៉ុន្តែឥឡូវនាការលែងមានកប៉ាល់លែងមានអីហើយគឺយើងធ្វើជាអាគារធ្វើជាអីនៅខាងនោះវិញហ្មងទឹកទន្លេខាងនេះឡើងខ្លាំងមែនតើហើយខ្ញុំកំពុងតែនៅកន្លែងទន្លេមុខ4ហ្មងទៅនេះមាននៅខាងនេះ1ខាងនេះ2ខាងនេះ3ខាងនោះមួយទៀត4អញ្ចឹងខ្ញុំកំពុងតែនៅទន្លេមុខ4ឬក៏យើងបាទនឹងទន្លេមុខ4ភាសាយើងនិយាយក៏ប៉ុន្តែបើភាសាផ្លូវការហ្មងគឺទន្លេចតុមុខនៅតូបគាត់នឹងមានលក់បបរលក់បាញ់សុងលក់កាទៀវឆាមួយចានចាប់ពី2000រៀលឡើងទៅបបររបស់គាត់វិញមានគ្រឿងក្នុងសាច់ជ្រូកមានសាច់មាន់មាននេះអីបាទបាញ់សុងមួយចានតម្លៃ3000ឆ្ងាញ់បាញ់សុងឡើងអ៊ំឆ្ងាញ់ហើយមួយចានតម្លៃតែ3000មានអ្នកនោមជើងជ្រូកឲ្យយើងមួយទៀតណាយាយលក់ចិត្តអស់ហើយស្មាននេះអត់ទេមកសាវចិត្តអស់ហើយនៅយាយថែមកពុះទៀតនេះកពុះជៀនមកប្រទេស1000ជាមួយនឹងនំប៉័ងជៀនក៏1000ដូចគ្នាហើយជើងជ្រូក1000ដែរ2000 ជើងជ្រូកឡាយគឺ1គីឡូចិត្ត20000ដែរអូគឺក៏vậyអានោះយើងជៀនពីនោះហើយមិនយកមកដាក់នៅខាងនេះចូលខាងនេះ
nó như là mình ai nhân cho bên này ai vậyឥឡូវនេះខ្ញុំឆ្លងសាឡាងត្រឡប់ទៅក្រុងភ្នំពេញវិញឥឡូវនេះខ្ញុំបានមកដល់ច្រាំងនៅខាងរាជធានីភ្នំពេញវិញ